មានការលើកឡើងដែលនិយាយថាភ្នាក់ងារអចលនទ្រព្យធ្វើការរកស៊ីដោយអត់ប្រើដើមទុនឬពីបុរាណខ្មែរយើងនិយាយថាធ្វើនំអត់ម្សៅបងប្អូនថ្ងៃនេះដែរខ្ញុំចង់ធ្វើការបកស្រាយទៅលើផ្នែកគំនិតមួយនេះហើយបងប្អូនមើលឃើញមួយជ្រុងមួយទៀតតទៅនឹងការងារជាភ្នាក់ងារ real estate អញ្ចឹងទាំងក្រុមហ៊ុនទាំង freelancer គឺពួកយើងពិតជាបានចំណាយដើមទុនក្នុងការធ្វើការងារមួយនេះហើយជាធម្មតា business គឺមានពីរទី1គឺលក់ product លក់ផលិតផលទី2គឺលក់សេវាកម្មអញ្ចឹងភ្នាក់ងារអចលនទ្រព្យទាំងអស់គឺយើងធ្វើការលក់សេវាកម្មហើយបើនិយាយទៅលើក្រុមហ៊ុនដើម្បីបើកក្រុមហ៊ុនអចលនទ្រព្យគឺគាត់ត្រូវចំណាយលុយទៅលើការជួល office បុគ្គលិកហើយនឹង marketing platform ឬក៏ការចំណាយផ្សេងៗទៀតដែរចាំបាច់ហើយសម្រាប់ freelancer ដែលយើងហៅថាភ្នាក់ងារឯករាជ្យក៏គាត់មានការចំណាយដែរខ្ញុំនឹងលើកឧទាហរណ៍ផ្ទាល់ខ្លួនដែលខ្ញុំចាប់ផ្ដើមធ្វើជាភ្នាក់ងារអចលនទ្រព្យចំណាយទៅលើការទិញ platform គឺជាខ្មែរ24ដើម្បី post listing ខ្ញុំបានចំណាយលុយទៅលើ CapCut Pro ដើម្បី edit video ខ្ញុំបានចំណាយលុយទៅលើ Telegram ដើម្បី post video ម្ដងបានច្រើន history ការចំណាយផ្សេងៗទៀតដូចជាកម្លាំងពលកម្មជំនាញហើយនឹងការធ្វើដំណើរហើយនឹងការធ្វើទំនាក់ទំនង networking អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនត្រឡប់មកវិញគឺថាភ្នាក់ងារ real estate មិនមែនយកលុយបងប្អូនបានមកទេគឺពួកយើងពិតជាបានចំណាយទុនចំណាយកម្លាំងប្រាជ្ញាស្មារតីជាមួយនឹងលុយកាក់ផ្ទាល់ខ្លួនដើម្បីធ្វើការងារមួយនេះតែស្រាប់ខ្ញុំបានជួប case មួយតែគាត់ហាក់ដូចជារើសអើងខ្ញុំជាភ្នាក់ងារអចលនទ្រព្យគាត់បានសួរទិញផ្ទះហើយខ្ញុំប្រាប់គាត់ថាខ្ញុំគឺជាភ្នាក់ងារអចលនទ្រព្យខ្ញុំគឺមិនមែនជាម្ចាស់ផ្ទះទេដល់ពេលអញ្ចឹងទៅគាត់និយាយថាអញ្ចឹងគាត់សុំលេខម្ចាស់ផ្ទះផ្ទាល់គាត់នឹងនិយាយចរចាមួយម្ចាស់ផ្ទះខ្ញុំបានបដិសេធឲ្យលេខម្ចាស់ផ្ទះទៅគាត់ទេព្រោះនេះគឺជាក្រមសីលធម៌មួយដែលភ្ញៀវដែលគាត់មករកភ្នាក់ងារគាត់គួរតែដឹងគាត់មករកតាមរយៈខ្ញុំគាត់មិនអាចទៅចរចាផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះបានទេឬក៏ខ្ញុំអាចបង្កើតជាក្រុមបាននៅក្នុងការចរចានឹងតែជាធម្មតាគឺ process ហ្នឹងគឺយើងជាអ្នកកណ្ដាលក្នុងការសម្របសម្រួលដើម្បីឲ្យអ្នកទិញនិងអ្នកលក់មានការយល់ស្របព្រមព្រៀងលក់នៅក្នុងតម្លៃណាមួយតែគាត់និយាយថាអូខេបើខ្ញុំមិនមែនជាម្ចាស់ផ្ទះទេអញ្ចឹងគាត់នឹងទៅសួរអ្នកជិតខាងរកលេខម្ចាស់ផ្ទះផ្ទាល់វិញហើយបើគាត់ដឹងថាខ្ញុំហ្នឹងគឺជាភ្នាក់ងារអចលនទ្រព្យគាត់ក៏មិនតាក់ទងមកខ្ញុំដែរនិយាយទៅខ្ញុំមានអារម្មណ៍ជាប់ជាមួយនឹងភ្ញៀវនឹងមួយហើយខ្ញុំក៏លើកជា topic មកនិយាយខ្ញុំចង់ឲ្យបងប្អូនគិតថាគឺវាមានក្រមសីលធម៌មួយចំនួននៅក្នុងការងារហើយសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាសូមមេត្តាយល់ពីចំណុចហ្នឹងដូចគ្នាចា៎ហើយខ្ញុំធ្វើការនៅក្នុងវិស័យអចលនទ្រព្យរយៈពេល8ឆ្នាំហើយខេសពិបាកខ្ញុំជួបច្រើនទាំងម្ចាស់ផ្ទះទាំងភ្ញៀវតែខ្ញុំនៅតែបម្រើសេវាកម្មមួយនេះដោយទំនុកចិត្តហើយនឹងដោយការទទួលខុសត្រូវអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ក្នុងការដាក់លក់ឬក៏ដាក់ជួលអចលនទ្រព្យផ្ទាល់ខ្លួនអាចតាក់ទងមកខ្ញុំបាននៅក្នុង day contact នៅក្នុងវីដេអូនេះហើយក៏សូមអរគុណមែនតើនិងក៏សូមអភ័យទោសផងដែរសម្រាប់ការខុសឆ្គងពីសម្ដីឆ្គងមួយចំនួននៅក្នុងវីដេអូនេះហើយសង្ឃឹមថាខ្ញុំនឹងមានការចែករំលែកបន្តទៀតសម្រាប់បងប្អូនទាំងអស់គ្នាជាការកម្សាន្តអរគុណ